សូមស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសខ្ញុំអូខេថ្ងៃនេះយើងវិលមកជួបគ្នាទៀតហើយនៅថ្នាក់រៀនភាសាអង់គ្លេសខ្ញុំហើយចំពោះពាក្យហើយនឹងclear ឡើយណាគ្នាអត់ចេះអ្នកនរគ្នាអាច comment សួរនៅក្នុង channel YouTube របស់ខ្ញុំបាទខ្ញុំលើការឆ្លើយតបអូខេតោះឥឡូវយើងមកឲ្យផាកពេលយូរយើងចូលរៀនអស់គ្នាណាហើយថ្ងៃនេះយើងចូលរៀនពី grammar spot ចំណុចវិទ្យាសាស្ត្ររបស់យើងថ្ងៃនេះហើយខ្ញុំនឹងបញ្ចូលខ្លះៗអំពីការប្រើប្រាស់ទៅ present perfect នេះឯងអូខេតោះឥឡូវយើងកុំឲ្យខាតពេលយូរយើងបណ្ដឹងអំពីនិយមន័យនៃការប្រើវាអូខេ present perfect can express experience អូខេអញ្ចឹង present perfect ហ្នឹងបច្ចុប្បន្នកាលpresent perfect ហ្នឹងគឺប្រើប្រាស់បញ្ជាក់អំពីបទពិសោធន៍អូខេចាំបទពិសោធន៍យ៉ាងដូចម្ដេចអូខេអញ្ចឹង I've been to Paris អូខេកន្លែងនេះគឺជាសរសេរកាត់ទេគេដាក់ថាកន្លែងនេះត្រូវ have អូខេអញ្ចឹងកន្លែងនេះយើងត្រូវដាក់ have អូខេនេះថាI have អូខេកន្លែងនេះ I have been to Paris ខ្ញុំក៏បានទៅទីក្រុង Paris ប្រទេសបារាំងអូខេអញ្ចឹងកន្លែងនេះគេសរសេរកាត់អូខេអញ្ចឹងប្រយោគបន្ទាប់ទៀតសួរសំណួរទៅ Have you ever at any time in your life been to Paris អូខេតើអ្នកធ្លាប់បានទៅទីក្រុងប៉ារីសទេអូខេអញ្ចឹងកន្លែងនេះខ្ញុំបត់ថា at any time in your life anytime បើថាគ្រាណាមួយនៅក្នុងជីវិតរបស់អ្នកថាតើអ្នកធ្លាប់បានអូខេ ever នេះគឺធ្លាប់តើអ្នកធ្លាប់បានទៅទីក្រុងប៉ារីសដែរឬទេអូខេអញ្ចឹង present perfect នេះយើងមិនអាចចឹងន័យថាយើងអាចប្រើបានបន្ថែមទៀតអូខេអញ្ចឹងខ្ញុំនឹងបញ្ជាក់ហើយនឹងទៀតអូខេអញ្ចឹងកន្លែងនេះអ្នកនរយើងមើលនិយមន័យអូខេអូខេ present perfect used in describe past action okay that has a present consequence recent action or action that has started in the past and continue to present អូខេអញ្ចឹងបើថា present perfect ហ្នឹងគឺ present perfect ហ្នឹងគេប្រើប្រាស់ដើម្បីពណ៌នាអំពីសកម្មភាពពីអតីតកាលមួយអូខេដែលវាបានបន្តរហូតពេលបច្ចុប្បន្នអូខេ present consequence វាថាបន្តរហូតពេលបច្ចុប្បន្នហ្នឹងជាសកម្មភាពដែលថ្មីអូខេ recent action ហ្នឹងមានសកម្មភាពថ្មីតននេះហើយហ្នឹងហើយមួយទៀតថាសកម្មភាពដែលបានចាប់ផ្ដើម started បានចាប់ផ្ដើមនៅក្នុងអតីតកាលហើយ continue to បានថាបន្តរហូតដល់ពេលបច្ចុប្បន្នហ្នឹងក៏គេប្រើ present perfect ដែរ is form using have has plus the participle of the main verb អូខេអញ្ចឹងវាគឺជាទម្រង់អូខេវាជាទម្រង់ដែលប្រើប្រាស់នៅ have ឬក៏ has អូខេអាហ្នឹងចំពោះបច្ចុប្បន្នកាលអូខេបើអតីតកាលខ្ញុំប្រើ has អូខេបូកជាមួយនឹង participle នៃបូកជាមួយកិរិយាទងទី3នៃកិរិយាសព្ទសំខាន់អូខេ main verb ហ្នឹងអូខេតើឥឡូវយើងចូលកន្លែងទីហោគេដាក់ខាងនេះវិញអូខេអញ្ចឹងកន្លែងនេះអ្នកទាំងចូលមើលខាងក្នុងវិញអូខេអញ្ចឹងយើងមកកន្លែងនេះបន្ថែមទៀតអូខេអញ្ចឹងកន្លែងនេះអូខេកន្លែងនេះយើងមើល affirmative គឺប្រយោគស្របអូខេអញ្ចឹងប្រយោគស្របគឺ subject បូកជាមួយ auxiliary verb ហើយឬក៏ has ហ្នឹងបើមួយ participle គេដាក់ទងទី3អូខេអញ្ចឹងយើងមើលកន្លែងនេះបន្តិចអូខេយើងមើលប្រធាន subject I you we days បូកជាមួយ have អូខេហើយបូកមួយ participle ជាមួយ live អូខេ live ជា regular verb គេបានថាគេថាប្រែប្រួលអូខេគេចាប់មិនប្រើប្រួលលេអូខេចូលមកទៀត he is យើងបូកមួយ has អូខេ
buộc cho mỗi participle cái thông tin 7 start date time ok 10 ok bắt đầu tiết negative គឺប្រយោគបដិសេធ subject auxiliary verb បូក participle គេthông tin 3ហើយនេះហើយ everyday ប្រើមួយ haven't អូខេ haven't នេះគឺ have បូកជាមួយ not អូខេ not have not lives study his it ប្រើមួយ has not អូខេ question ប្រយោគសំណួរគឺយើងទាញ have ឬក៏ has នឹងចេញមកក្រៅបូកជាមួយឧទាហរណ៍ have បូកជាមួយ are you everyday បូកជាមួយ participle គឺ3 have បូកជាមួយនឹង his it បូកជាមួយគឺតង់ទី3អូខេប៉ុណ្ណឹងខ្លីៗងាយយល់ទេអ្នកនរគ្នាអូខេកន្លែងហ្នឹងតើយើងមើលកន្លែងចំណុចសំខាន់មួយទៀតនៅក្នុងអត្ថបទរបស់យើងអូខេនេះអ្នកនរគ្នាអូខេអញ្ចឹងតម្រង present perfect ខាងនេះនៅខាងក្រោយសៀវភៅរបស់យើងទេ The present perfect is formed with have should has បូក participle គឺ verb 3គេក្នុងទី3នេះឯងអូខេដូចគ្នាទេយើងនេះគេឲ្យមើលទំព័រកន្លែងយើងរៀនមិញអញ្ចឹងបានន័យថាគេពិពណ៌នាបន្ថែមពីជំន័យនៃ present perfect នេះ present perfect refer to the action or experience that happened in some time before now ថា present perfect នេះសំដៅទៅលើ refer សំដៅទៅលើសកម្មភាពមួយឬក៏បទពិសោធន៍ដែលយើងដែលបានកាត់ឡើង happen បានកាត់ឡើងនៅគ្រាណាមួយអូខេឬពេលណាមួយមុនពេលឥឡូវហ្នឹងឬមួយpresent perfect មួយទៀតនិយាយថាសកម្មភាពឬក៏រឿងរ៉ាវមួយដែលយើងបានជួបផ្ទាល់ប៉ះផ្ទាល់សាកផ្ទាល់ទីគេដាក់ថា you travel to most part of the world ថានាងបានធ្វើដំណើរ travel គឺដំណើរនាងបានធ្វើដំណើរទៅជាច្រើននៃពិភពលោកថាផ្នែកជាច្រើននៃពិភពលោកអូខេអញ្ចឹងភេទកជាអ្នកមានហើយ Have you ever been to car accident នេះគឺគ្រោះថ្នាក់ចរាចរណ៍តើអ្នកធ្លាប់បានមានគ្រោះថ្នាក់ចរាចរណ៍ដែរឬទេអូខេឡានហ្នឹងហៅថាឡានអូខេនេះគឺប្រយោគសរុបហើយមើលដែរអូខេឡើយនេះហើយអូខេអញ្ចឹងខ្ញុំបញ្ចូលហើយកន្លែងហ្នឹង has been អូខេអញ្ចឹងមើលកន្លែងនេះសំខាន់របស់យើងមួយទៀត been ហើយនឹង gone អូខេការប្រើប្រាស់ been ហើយនឹង gone អូខេ been នេះគឺអតីតកាលរបស់ be sorry អូខេអញ្ចឹង be អូខេអត់មកអូខេ be been be គេដឹងហើយដល់ពេល go នេះគឺ gone នេះគឺ go អូខេតើយើងមើលទីហៅគេថា she's gone to Portugal អូខេថានាងបានទៅទីក្រុង Portugal បាទណាគេប្រើ present គេប្រើ sorry គេប្រើ past simple មកថានាងបានទៅហើយ she there now ហើយនាងនៅទីនោះឥឡូវទេអូខេតោះអ្នកគ្នាបើថានាងបានទៅទីនោះហើយប៉ុន្តែឥឡូវហ្នឹងនាងគឺនៅទីនោះឡើយទេបើថានាងនៅទីក្រុងPortugal ហ្នឹងនៅឡើយទេនាងអត់នៅវិញទេដល់ពេលគេប្រើ present perfect ហ្នឹងបានថានាងទៅហើយមកវិញគឺគេថា she's been to Portugal បាទនាងបានទៅទីក្រុង Portugal now she has returned បើថាឥឡូវនេះនាងបានត្រឡប់មកវិញហើយ return បានន័យថាត្រឡប់មកវិញហើយអូខេតោះអ្នកគ្នាឡើយណាអូខេឥឡូវយើងមើលកន្លែងនេះបញ្ជាក់បន្ថែមទៀត past simple and present perfect អូខេif we want to say when an action happens នៅពេលsorry ប្រសិនបើយើងចង់និយាយនៅពេលដែលសកម្មភាពមួយដែលបានកើតឡើងយើង to use the past simple not present perfect ថាយើងប្រើប្រាស់នៅបច្ចុប្បន្នកាលsorry អតីតកាលធម្មតាមិនមែនប្រើ present perfect ទេតោះអ្នកគេឡើយហ្នឹងអូខេឥឡូវមើលគេទីហៅបញ្ជាក់ថា she went to Russia 2 years ago បានថានាងបានទៅប្រទេសរុស្ស៊ីកាលពី2ឆ្នាំមុនអូខេ I was in class when I was 10អូខេខ្ញុំបានជួបគ្រោះថ្នាក់មួយ
នៅពេលដែលខ្ញុំមានអាយុ10ឆ្នាំក្រាស់ហ្នឹងបានណាប៉ះឬទឹកកិច្ចឬក៏ឡានគៀឡានប៉ះហើយនេះគឺក្រាស់ហ្នឹងឯងអូខេឥឡូវគេ notice ថាកំណត់ដំណាំ the time expression used with past simple គេថាពេលវេលាបញ្ជាក់ខ្លះដែលប្រើប្រាស់ជាមួយនឹង past simple ហ្នឹងឯងអូខេមានអីគេមាន night អូខេ last night មាន yesterday មាន in 2019 sorry at 3 o'clock on Monday អូខេតែពាក្យទាំងអស់នេះគឺប្រើប្រាស់ជាមួយនឹង past simple អូខេប៉ុណ្ណឹងទេអ្នកគ្នាចាំទៅអូខេតោះឥឡូវយើងមើលកន្លែងចំណុចសំខាន់មួយទៀតអូខេចំណុចសំខាន់មួយទៀត indefinite time អូខេពេលវេលាដែលមិនជាក់លាក់ infinity មានថាមិនជាក់លាក់អូខេមាន ever មាន never មាន yet មាន just refer to infinite time អូខេអញ្ចឹងខ្ញុំលបប្រែពាក្យទាំងអស់នេះគឺជាបរិវារស័ព្ទគេថាជា participle or participle បានថាជាបរិវារស័ព្ទរបស់participle present perfect អូខេជា PP បើយើងទៅ PP គឺ present perfect នេះព្រោះទាំងអស់នេះវាជាបរិវារស័ព្ទរបស់ present perfect ហើយអូខេយើងមើលពីការប្រើប្រាស់របស់វា ever and never អូខេ we use ever in question ថាយើងប្រើប្រាស់ ever នៅក្នុងប្រយោគសំណួរយើងមើលទីឲ្យគេដាក់បញ្ជា have you ever been to Russia តើអ្នកធ្លាប់បានទៅប្រទេសរុស្ស៊ីដែរទេអូខេតើប្រទេសគេប្រើប្រាស់ never we use never in negative sentence មានន័យថាយើងប្រើប្រាស់ never នៅក្នុងប្រយោគបដិសេធអូខេ negative ឧទាហរណ៍មើលទីហោ I never been to Russia ណាខ្ញុំមិនដែលបានទៅឬក៏មិនធ្លាប់បានទៅប្រទេសរុស្ស៊ីទេអូខេហ្នឹងតមកទៀត yes and just អូខេតោះយើងមើលពីរបៀបប្រើប្រាស់របស់គេ we use just in positive sentence មានន័យយើងប្រើប្រាស់ just នៅក្នុងប្រយោគស្រង់អូខេហើយ just តាមន័យថាខ្ញុំទើបតែបញ្ចប់វាទេឬក៏ខ្ញុំទើបតែធ្វើរួចទេ a short time before ណាវាថាពេលវេលាដ៏ខ្លីមុនហ្នឹងណាអូខេតោះយេម្ដង we use yet in negative sentence and question មានថាយើងប្រើប្រាស់ yet នៅក្នុងប្រយោគបដិសេធនិងក្នុងប្រយោគសំណួរអូខេយើងមើលទីហោជា Have you done your homework yet ថាតើអ្នកបានបញ្ចប់នៅកិច្ចការសាលាឬក៏ការងារផ្ទះរបស់អ្នកហើយឬនៅ I have been done it yet ថាខ្ញុំមិនទាន់បានបញ្ចប់វានៅឡើយទេ I'm going to ចុចថាខ្ញុំកំពុងតែធ្វើវាឬក៏ខ្ញុំកំពុងតែធ្វើវាអូខេប៉ុណ្ណឹងអ្នកគ្នាតោះនេះតើយើងមើលឡើង positive បន្តិចធ្នាក់បន្តិចអូខេ Seaside ស្បើហូជាវាថានេះមានរំភើប exciting រំភើបរីករាយអំពីការធ្វើដំណើររបស់នាង trip គឺមិនគឺការធ្វើដំណើរ I haven't traveled outside Australia ខ្ញុំមិនដែលធ្លាប់បានធ្វើដំណើរចេញក្រៅពីប្រទេសអូស្ត្រាលីទេ outside Australia ហ្នឹង I travel inside my country ខ្ញុំបានធ្វើដំណើរនៅក្នុងប្រទេសរបស់ខ្ញុំចាអក្សរដដែលនេះគឺជា preposition គឺជាធ្នាក់ we waiting for the taxi ហើយយើងកំពុងរង់ចាំ taxi I never heard of that band ថាខ្ញុំមិនដែលធ្លាប់ឮអំពីធនាគារនោះទេ band ហើយនេះគឺមិនធនាគារ band នេះគឺអំពីគេថារបស់ brand អ្នកគ្នាអូខេតោះប៉ុណ្ណឹងតោះអ្នកគ្នាកន្លែងណាអូខេអញ្ចឹងកន្លែងនេះអ្នកគ្នាជាហើយកន្លែងនេះគឺយើងបន្ថែមhas អូខេអញ្ចឹងកន្លែង IUVD យើងប្រើ have អូខេហើយ his it នេះយើងប្រើ has អូខេតោះ has been his it has been to Paris អូខេ negative
ok cái mà heo á thử bốc viện nọ ok ok viện nọ tầm tới hỏi vậy được cái này này và has bốc viện nọ ok ok được cái này lại này tới được cái house have you the judge have you never write never and ever in sentence ok chắc nào cái sẽ mới write never ok done បានន័យថា ever នេះប្រើក្នុងប្រយោគសំណួរហើយ never នេះប្រើក្នុងប្រយោគបដិសេធអញ្ចឹងយើងអាចដាក់ថា has he never been to London ថាអ្នកធ្លាប់បានទៅទីក្រុង London ដែរទេអញ្ចឹងកន្លែងយើងប្រើ ever អូខេហើយកន្លែងនេះយើងប្រើ never he never been to Paris អ្នកគាត់មិនដែលធ្លាប់ទៅទីក្រុងប៉ារីសទេអូខេគេមើល favorite អានេះយើងមើលហើយអូខេកន្លែងនេះគេឲ្យយើង here under past participle or sample គេថាទីនេះគឺជាparticiple នៃកិច្ចការខ្លះ right infinity គេឲ្យយើងសេទៅជា infinity បានតែដាក់ក្នុងទី1ហ្នឹង which two are regular verb ថាកិច្ចសព្ទមិនប្រែប្រួលចំនួន2តាមមួយណាអូខេអញ្ចឹងមើលកន្លែងនេះដាក់គេ bin អញ្ចឹងដាក់ b អូខេ bin b អូខេអញ្ចឹងបានស្នួយលាវអូខេលាវនេះគឺលាវធម្មតាទេដល់ពេល front អូខេ front តែពាក្យវាគឺ floor អូខេ floor អូខេទៅជាមួយទៀតទៅជា participle គឺ front អូខេfront fly នេះ fly អូខេ front floor fly កានេះគឺទេពការពេលនេះអូខេ fly floor front អូខេនេះជាទេពការរបស់គេអូខេដល់ពេល mid នេះអ្នកគ្នាអូខេ mid យើងដឹងហើយអូខេទេពការរបស់វា mid it 10 for អូខេ for គឺបន្ថែម d ថែម ed ដល់ពេលបច្ចុប្បន្នកាលគឺ fail ធម្មតាទេ c នេះគឺ c នេះគឺ c អូខេ sleep គឺយើងដឹងហើយគឺ sleep ធម្មតា p ដល់ p អូខេ run អូខេ buy walk អូខេ give when given make have អូខេ taken be or do done អូខេអូខេតោះប៉ុណ្ណឹងទេអ្នកគ្នាតោះឥឡូវយើងមកខាងក្រោមទៀត What are the past simple of form of verb in exercise ថាអ្វីជា present ទម្រង់បច្ចុប្បន្នទម្រង់អតីតកាលធម្មតានៃកិច្ចសព្ទនៅក្នុងហ្នឹងអញ្ចឹងទម្រង់អតីតកាលគឺមានពាក្យមួយគឺ live ហើយនឹង for អូខេហេតុអ្វីព្រោះវាបន្ថែម ed អូខេអញ្ចឹងវាជា past simple អូខេតែថាកិច្ចសព្ទវាមិនប្រែប្រួលអូខេគឺយើងបន្ថែម ed
còn bán chia irregular verb គឺពាក្យសព្ទប្រែប្រួលតើយើងមើលក្រោមមួយទៀត practice អូខេកន្លែងនេះគឺយើងរៀនហើយយើងមើល practice ចាក់នៅពណ៌បន្តិច talk about you និយាយអំពីអ្នក have you ever done this thing in your life តើអ្នកបានធ្វើរឿងទាំងនេះដែរទេនៅក្នុងជីវិតរបស់អ្នក front in jumbo jet អូខេបានហោះហើរឬក៏បានជិះនៅក្នុងយន្តហោះ jumbo jet យន្តហោះ jumbo jet ប្រភេទយន្តហោះឯកជនអូខេអញ្ចឹងឲ្យមើលយន្តហោះនេះទីអូខេនេះអ្នកគ្នាប្រភេទយន្តហោះ jumbo jet ណាប្រភេទយន្តហោះឯកជនអូខេបាននេះតម្លៃថ្លៃដែរអូខេប៉ុណ្ណាតោះ work rock ដំណើរធ្វើការដាច់យប់អូខេ live in foreign country រស់នៅក្នុងរស់នៅក្រៅប្រទេសអូខេរស់នៅប្រទេសក្រៅហ្នឹងក៏ seen in the sunrise បានឃើញនៅថ្ងៃរះ sleep in the tent នេះគឺតង់ថាបានដេកនៅក្នុងតង់អូខេតង់អូខេទៅទៀត meet in the famous person បានជួបជាមួយនឹងមនុស្សដែលល្បីល្បាញ person គឺបានល្បីល្បាញរស់នៅ marathon រត់បានរត់នៅក្នុងកីឡា marathon គេ exchange Chinese food បានញ៉ាំអាហារចិន fail in exam បានប្រឡងធ្លាក់អូខេប៉ុណ្ណឹងទេ I small group work in front in jumbo jet you know I haven't no I never អូខេយើងមិនធ្វើទេ getting to do អូខេការងារឬការរៀបចំនឹងការធ្វើដំណើរទៅអូខេ present perfect both yet and just អូខេ present perfect នេះ both yet ហើយនឹង just អូខេយើងមើល prescript យើង 12.4 Lara and Mel are getting ready for their trip to Europe and read their thing to do listen their conversation tick and think that they have done អូខេឲ្យយើងជួបសញ្ញា click នៅរឿងរ៉ាវឬក៏អ្វីដែលនាងបានធ្វើរួចហើយអូខេអញ្ចឹងនាងបានធ្វើខ្លះ buy the new backpack នេះមានន័យថាកាបូបស្ពាយខាងក្រោយនេះ backpack នេះកាបូបស្ពាយក្រោយអូខេ finish packing បញ្ចប់នៃការវិចប់ collect euro from bank ណាដកលុយពីធនាគារដកលុយeuro គឺeuro email and in London ថាផ្ញើ email ទៅមិញអានឹងមិញរបស់ mail ហ្នឹងនៅក្នុងកន្លង find out whether forecast forum ថាស្វែងរកនៅការព្យាករណ៍អាកាសធាតុនៅក្នុងទីក្រុងរ៉ូម print the ticket អូខេ print នៅបទទុនហោះ ticket នេះ check in online ផ្តិតមើលបទ online អូខេអញ្ចឹងកន្លែងហ្នឹងយើងធ្វើការស្ដាប់បន្តិចដល់គ្នាអូខេតោះឥឡូវយើងស្ដាប់បន្តិចសិនទៅអូខេអញ្ចឹងនៅខាងក្រោយដល់គ្នាចូលអត់នេះបើយើងទៅនឹងឃើញហើយអូខេតោះឥឡូវយើងស្ដាប់សិនទៅ Tape script 12.4 Getting ready to go. Where's the list? I've got it. Okay, let's check through. We've bought new backpacks. We did that a while ago. They look quite big. I hope we can carry them. No worries. I haven't finished packing mine yet. Have you? Not yet. Just one or two more things to go in. Oh, have you collected the euros from the bank? Yep. I've just collected 500 for you and 500 for me. All our savings. I hope it's enough. No worries. We can stay with my aunt in London. Have you emailed her yet? Yeah, she's just emailed back. She's going to meet us at the airport when we fly into London from Rome. Fantastic. Hey, look, I've just found out the weather in Rome for next week. Hot and sunny. Yay! It's going to be so good. We're going to leave winter here and arrive in the middle of summer in Europe.
What about the tickets? I think we Okay. only need passports, but I've printed e-tickets just in case. But I haven't checked in online yet. You can only do that 24 hours before the flight. Oh, Mel, I am so excited. I can't wait. Ok. Xa tiếp. Tape script 12.4. Getting ready to go. Where's the list? I've got it. Okay, let's check through. We've bought new backpacks. We did that a while ago. They look quite big. I hope we can carry them. No worries. I haven't finished packing mine yet. Have you? Not yet. Just 1 or 2 more things to go in. Oh, have you collected the euros from the bank? Yep. I've just collected 500 for you and 500 for me. All our savings. I hope it's enough. No worries. We can stay with my aunt in London. Have you emailed her yet? Yeah, she's just emailed back. She's going to meet us at the airport when we fly into London from Rome. Fantastic. Hey, look, I've just found out the weather in Rome for next week. Hot and sunny. Yay! It's going to be so good. We're going to leave winter here and arrive in the middle of summer in Europe. What about the tickets? I think we only need passports, but I've printed e-tickets just in case. But I haven't checked in online yet. You can only do that 24 hours before the flight. Oh, Mel, I am so excited. I can't wait. Okay. Okay, ប៉ុណ្ណឹងណាតើឥឡូវខ្ញុំអានបកប្រែជួខ្លះៗទៅប៉ុណ្ណោះ Word the list អូខេណាជាបញ្ជីរបស់យើងថាបញ្ជីដែលយើងបានកាត់ទុកឬក៏ព្រៀងទុកហ្នឹងណាអូខេ Make sure that I check ស្គាល់ទេណាខ្ញុំមាននៅទីនេះអូខេ let's check through តោះយើងឆែកទាំងអស់គ្នាតើយើងបណ្ឌិតទាំងអស់គ្នា we bought new pack backpack អូខេយើងបានទិញនៅកាបូបស្លៀកក្រោយថ្មីមួយហើយថ្មីច្រើនអូខេច្រើន we did that a while ago ថាយើងបានធ្វើវាកាលពីមុនហ្នឹង while ago កាលពីមុនហ្នឹង they look quite big អូខេយើងមើលយើងស្វែងរកឬក៏រឿងមើលយ៉ាងលឿន how we can carry them ខ្ញុំសង្ឃឹមថាយើងបានដាក់វាចូលទៅហើយអូខេឬក៏យកវាមកដាក់ហើយ carry នឹង no worry កុំបារម្ភ I haven't finished picking mine yet ថាខ្ញុំមិនទាន់បានបញ្ចប់នៅការវិចารរបស់ខ្ញុំនៅឡើយទេ Have you បាទ Have you បាទតាអ្នកវិញចុះអ្នកវិញចឹងនិយាយចឹង not yet ទេនៅឡើយទេ just one or thing more sorry just one or two more thing to go in ថាត្រូវការត្រឹមតែវត្ថុមួយឬពីរឬក៏ច្រើនជាងនេះដើម្បីដាក់ចូលតែប៉ុណ្ណោះ Have you collected the arrow from the bank ថាអ្នកបានដកលុយ collect នេះថាដកលុយអឺរ៉ូពីធនាគារហើយនៅ Yep បាទ I just collected 500 for you and 500 for me ខ្ញុំទៅតែដក$500 គេ500ហ្នឹង$500 500 sorry 500ហ្នឹងសម្រាប់អ្នកហើយ500ទៀតសម្រាប់ខ្ញុំអូខេ all our savings ទាំងអស់ហ្នឹងគឺជាការសន្សំរបស់ពួកយើងអូខេ I hope it enough ខ្ញុំគិតថាឬក៏ខ្ញុំសង្ឃឹមថាវាហ្នឹងគឺគ្រប់គ្រាន់ហើយណាខ្ញុំគិតថាគ្រប់គ្រាន់ No worry កុំបារម្ភអី Okay we can stay with my aunts in London ខ្ញុំ sorry ពួកយើងអាចស្នាក់នៅ stay ស្នាក់នៅជាមួយនឹងមិញរបស់ខ្ញុំនៅក្នុងទីក្រុងឡុងហើយ you email ហើយតើអ្នកបានផ្ញើ email ទៅកាន់នាងហើយនៅបានទៅកាន់ម្ដាយរបស់ mail ហ្នឹង mail គាត់ថា yes he just email back ណាគាត់ទៅតែឆ្លើយ email ប្រាប់មកវិញទេ she going to meet us at airport when we fly into London from Rome ថាគាត់នឹងទៅជួបយើងនៅពួកយើងគាត់នឹងទៅជួបពួកយើងនៅឯព្រលានយន្តហោះ airport ព្រលានយន្តហោះនៅពេលដែលយើងហោះហើរពីទីក្រុងឡុងចូលបានហោះហើរដល់ទីក្រុងឡុងពីទីក្រុងរ៉ូមអូខេបានថាគាត់ហោះហើរ
ចូលទៅដល់ទីក្រុងឡុងភ្លាមម្ដាយរបស់មីងរបស់ម៉ែហ្នឹងគាត់នឹងជួបភ្លាមអញ្ចឹងណា Okay, fantastic. Okay, Chairman. Hey, look, hey, Mone. I just found out the weather in Rome for next week. ខ្ញុំទើបតែស្វែងរកឬក៏បានរកឃើញនៅអាកាសធាតុនៅក្នុងទីក្រុងរ៉ូមសម្រាប់សប្តាហ៍បន្ទាប់ next week សប្តាហ៍បន្ទាប់ហ្នឹង hot and sunny គឺមានក្តៅហើយមានពន្លឺចាញ់ចាំងគ្រប់គ្រាន់បែរថាវាអត់ភ្លៀងអត់អីចឹង Yes, yes. It's going to be good វានឹងប្រសើរហើយឬក៏វានឹងល្អខ្លាំងណាស់ We going to live winter here ថាពួកយើងនឹងចាក់ចេញនៅក្នុងរដូវរងានៅទីនេះ And arrive in middle of summer in Europe ហើយនឹងមកដល់នៅក្នុងពេលកណ្ដាលរដូវក្តៅនៅក្នុងប្រទេសអឺរ៉ុបវិញអូខេអញ្ចឹងណាអូខេតោះឥឡូវយើងចាប់តទៅទៀតថ្ងៃនេះគេ Okay, what about ticket ចុះចំណាយសម្បត្តិចំហវិញ Yeah, I think we only need passports, but I print e-ticket just in bag in case. Okay, បាទខ្ញុំគិតថាពួកយើងមានត្រឹមតែ passport ហ្នឹងបានហើយអូខេពីយ៉ាងនេះអញ្ចឹងណាបាទក៏ប៉ុន្តែហ្នឹងខ្ញុំបាន print អូខេ print ណា e-ticket ហ្នឹងនៅក្នុងកាបូបអូខេនៅក្នុងកាបូបគឺហើយ But I haven't checked in online yet ប៉ុន្តែខ្ញុំមិនទាន់បានឆែកពិនិត្យមើលនៅសម្បត្តិ online នៅឡើយទេ You can only do that 22 hours before the flight ហើយយើងអាចឆែកនៅសម្បត្តិ24ម៉ោងមុននឹងពេលពួកយើងហោះហើរហ្នឹងអូខេ Oh man, I am so excited. Oh man ខ្ញុំពិតជារំភើបរីកខ្លាំងណាស់ I can't wait ខ្ញុំមិនអាចរងចាំបានទេបើថាខ្ញុំចង់មកឥឡូវណាអញ្ចឹងណាអូខេប៉ុណ្ណឹងដល់គ្នាតោះឥឡូវយើងប៉ុណ្ណឹងតោះកន្លែងនេះយើង take ទៅ finish នៅកន្លែងនេះក៏មិនតមកបញ្ចប់នៅឡើយទេយើងដាក់ក្បែរទៅ collect man ហើយអូខេ email ណាមែនគឺហើយអូខេជាកាសនេះក៏ហើយអូខេ print ticket ហើយ check online នៅទេអូខេតើឥឡូវយើងប៉ុណ្ណឹង Okay, look at man with the pin Can you listen again and check practice the conversation ក៏យើងស្ដាប់ម្ដងទៀតហើយនឹងពិនិត្យមើលហើយនឹងអនុវត្តនៃការសន្ទនា practice conversation Grammar spot okay they have finished okay they have not okay they have not finished okay និយាយថាពួកគេមិនទាន់មកបញ្ចប់នៅការវិភាគរបស់ពួកគេទេ Have you email to tell you ណាកន្លែងនេះ Have you មានថាតើអ្នកបានemail ទៅកាន់ម្ដាមិញរបស់នេះហើយនៅថា I see just okay កន្លែងគេ has តែណា he has just my back គាត់ទើបតែផ្ញើ email ប្រាប់មកវិញទេអូខេនេះជាមិនទេអូខេប៉ុណ្ណឹងចុះអ្នកគ្នាវីដេអូក្រោយយើងនឹងចូលដល់ចំណុចប្រជាអនុវត្តតទៅទៀតអូខេប៉ុណ្ណឹងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតណាបាទ